Gen Z miền Slap có hơi mình đuổi đáy có ho mình đuổi đáy ho khóc khóc tận ná Americ chân Tây Văn Ina Brang Ina ông lấy cảm chập Gen Z ho on nè nấu sư chập bắt bàn đi Campuchia dơ cái sòng đại bốc cái bảo chúng ta sạch mà các bạn cho ôn Gen Z spay ôn lâu bị chôn từ chân cái nhé chỉ cả đôi thằng ngay làm pi mà cả ra phụ dưỡng thầu tại tròn trăm tiền sòng đại bốc oi tròn trăm tiền tí muối thằng ngay làm pi mà cả ra rồi đóប្រជាជនខ្មែរពីរបបបលាយពុជសាសនាឃើញទេអាហ្នឹងយើងត្រូវចងចាំមួយទី2មេឧក្រិដ្ឋកម្មអនឡាញធំជាងគេគឺ Gen Z ត្រូវតែចងចាំមួយទៀតនៅថ្ងៃ7មករាបញ្ជូនទៅចិនអូហូខប់ឃើញទេអន់អាមេរិកអីវិញចាញ់សម្ដេចពុកឯងសម្ដេចពុកដាក់តាមយុទ្ធសាស្ត្រមកផ្លេត Gen Z ស្បៃអំបិលបាត់ទៅហើយចាប់បាត់ទៅហើយចាំមិនថាស្បៃស្បៃស្លោប្រហើGen Z មានស្លាប់ក៏ហោះមិនរួចដែរពីសំណាញ់មេឃរបស់សម្ដេចពុកហក់ក៏ទ្រុបតែបន្តិចបានបាត់អីអាមេរិកអីវិញអីណាប្រទេសគេផ្សេងគេខ្លាំងគេធំអីណាហោចាញ់សម្ដេចពុកឯងសម្ដេចពុកដាក់តាមមួយចិត្តតិចតោះGen Z ស្បៃអំបិលបាត់ទៅហើយជាកាដូថ្ងៃ7មករាឲ្យកូនខ្មែរចងចាំទៀតបងប្អូនគិតចឹងអត់កុំមកទៅចងចាំពីរឿងថ្ងៃ7មករាហ្នឹងដូចខ្ញុំនិយាយខាងលើចឹងទី1 7មករារបបបលាយពុជសាសត្រូវទៅចងចាំទី2មេឧក្រិដ្ឋកម្មធំជាងគេដែលគេតាមចាប់ប្រមាណប្រទេសនោះ7 8ប្រទេសនោះចាប់បានសម្ដេចពុកអាចធ្វើបានហឃើញទេជាមោទនភាពរបស់ប្រទេសកម្ពុជារបស់យើងជាមោទនភាពរបស់កូនខ្មែរយើងដែលសម្ដេចពុកជាអ្នកដឹកនាំហើយចាប់Gen Zមេឧក្រិដ្ឋកម្មអនឡាញបាននេះឃើញទេអបអសាទរល្អណាស់ឃើញទេយុទ្ធសាស្ត្រឈ្នះGen Zត្រូវតែអំបិល